សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចង់ទៅចុះឈ្មោះនៅតាមនៅស្រុកភូមិរបស់ខ្ញុំផ្ទាល់ចាដោយសារតែនៅទីនោះគឺមានឯកសារគ្រប់គ្រាន់ហើយមិនចាំបាច់នៅយើងធ្វើឯកសារសម្រាប់នៅទីនេះគឺពិបាកបញ្ជាក់ទីលំនៅហើយយើងទៅនោះក៏មានឱកាសទៅលេងពុកម៉ែបងប្អូននៅស្រុកដែរគឺថាគេត្រូវធ្វើលិខិតធានាឲ្យបញ្ជាក់ថាយើងនឹងពិតជានៅនឹងមែនអញ្ចឹងវាឆ្ងាយបងជិលបងទៅផ្ទះតែម្ដងរៀបចំចុះឈ្មោះនៅតាមបណ្ដាខេត្តតាមស្រុកវាងាយស្រួលពួកយើងមានឈ្មោះនិងមានឯកសារត្រឹមត្រូវតាមមន្ទីរឃុំមន្ទីរសង្កាត់ដែលគេរៀបចំឲ្យងាយស្រួលនឹងយើងដើររកនឹងចុះឈ្មោះបាទសម្រាប់ខ្ញុំផ្ទាល់មិនដឹងថាគេត្រូវការឯកសារអីខ្លះតាក់ទងនឹងតាក់ញ៉ាំបានឬក៏សភៅគ្រួសារអីផ្សេងៗទៀតតែសម្រាប់សភៅទាំងអស់ហ្នឹងខ្ញុំអាចឲ្យពុកម្ដាយខ្ញុំនៅស្រុកមកផ្ញើមកបាន